មន្ត្រីប្រឆាំងបទល្មើសគ្រឿងញៀនព្រមមានចាត់វិធានការច្បាប់លើម្ចាស់គណនី Facebook រិនច័ន្ទរិទ្ធករណីផ្សាយព័ត៌មានមិនពិតក្រុមការងារប្រតិកម្មរហ័សនៃមន្ត្រីប្រឆាំងបទល្មើសគ្រឿងញៀនបានចេញសេចក្តីបំភ្លឺទាត់ចោលទាំងស្រុងនៅការផ្សព្វផ្សាយព័ត៌មានមិនពិតពីសំណាក់ម្ចាស់គណនី Facebook រិនច័ន្ទរិទ្ធតាមសេចក្តីបំភ្លឺនេះមន្ត្រីប្រឆាំងបទល្មើសគ្រឿងញៀនបានសំណូមពរយ៉ាងទទូចឲ្យម្ចាស់គណនី Facebook ខាងលើត្រូវធ្វើការកែតម្រូវឬដកចេញជាបន្ទាន់នៅព័ត៌មានមិនពិតដែលខ្លួនបានផ្សព្វផ្សាយអាជ្ញាធរបានសង្កត់ធ្ងន់ថាមន្ត្រីប្រឆាំងបទល្មើសគ្រឿងញៀននឹងអនុវត្តតាមផ្លូវច្បាប់ក្នុងករណីម្ចាស់គណនី Facebook ខាងលើមិនព្រមកែតម្រូវព័ត៌មានរបស់ខ្លួននោះទេយោងតាមសេចក្តីបំភ្លឺផ្លូវការចុះថ្ងៃទី16ខែកក្កដាឆ្នាំ2026បានបញ្ជាក់ថាការបង្ហោះសាររបស់គណនីនេះកាលពីថ្ងៃទី14ខែកក្កដាគឺជាការប្រឌិតឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងអនុវត្តច្បាប់ទន្ទឹមនឹងនេះរូបថតចម្លងនៃការបង្ហោះរបស់គណនី Facebook រិនច័ន្ទរិទ្ធក៏ត្រូវបានអាជ្ញាធរបោះត្រាបញ្ជាក់យ៉ាងច្បាស់ថាជាព័ត៌មានមិនពិតផងដែរនៅក្នុងលិខិតបំភ្លឺដដែលនេះមន្ត្រីប្រឆាំងបទល្មើសគ្រឿងញៀនក៏បានបង្ហាញពីលទ្ធផលការងារក្នុងឆមាសទី1ឆ្នាំ2026ផងដែរដោយកម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន5714ករណីឃាត់ខ្លួនជនសង្ស័យបាន14084នាក់និងរឹបអូសគ្រឿងញៀនបានជាង6តោនដើម្បីធានាបាននៅតម្លាភាពនិងភាពយុត្តិធម៌អាជ្ញាធរបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋប្រសិនបើរងគ្រោះដោយសារការអនុវត្តខុសនីតិវិធីច្បាប់និងក្រមសីលធម៌វិជ្ជាជីវៈពីសំណាក់មន្ត្រីណាមួយសូមដាក់ពាក្យបណ្ដឹងឬរាយការណ៍មកកាន់លេខទូរស័ព្ទ hotline ដូចខាងក្រោមលេខ667ប្រព័ន្ធសើខាតអាចខលចូលបានដោយឥតគិតថ្លៃលេខ093 456 888ប្រព័ន្ធស្មាតលេខ011 248 888ប្រព័ន្ធសើខាតលេខ015 222 226ប្រព័ន្ធស្មាតលេខ066 661 661ប្រព័ន្ធមិត្តហ្វូនសេចក្តីបំភ្លឺព័ត៌មានផ្លូវការរបស់មន្ត្រីប្រឆាំងបទល្មើសគ្រឿងញៀននៅថ្ងៃទី16ខែកក្កដាឆ្នាំ2026ក្រុមការងារប្រតិកម្មរហ័សនៃមន្ត្រីប្រឆាំងបទល្មើសគ្រឿងញៀនបានចេញសេចក្តីបំភ្លឺព័ត៌មានជាផ្លូវការមួយដើម្បីប្រតិកម្មទៅករណីផ្សព្វផ្សាយព័ត៌មានមិនពិតរបស់គណនី Facebook ឈ្មោះរិនច័ន្ទរិទ្ធខ្លឹមសារនៃសេចក្តីបំភ្លឺមានដូចខាងក្រោម 1. ករណីផ្សព្វផ្សាយព័ត៌មានមិនពិតមន្ត្រីប្រឆាំងបទល្មើសគ្រឿងញៀនបានកំណត់ថាខ្លឹមសារដែលបានបង្ហោះដោយគណនីរិនច័ន្ទរិទ្ធគឺជាព័ត៌មានមិនពិតដែលមានចេតនាទុច្ចរិតរូបភាព screenshot នៃការបង្ហោះនោះត្រូវបានអាជ្ញាធរបោះត្រាបញ្ជាក់យ៉ាងច្បាស់ថាជាព័ត៌មានមិនពិត 2. ការទាមទារនិងការព្រមានផ្លូវការមន្ត្រីប្រឆាំងបទល្មើសគ្រឿងញៀនតម្រូវឲ្យម្ចាស់គណនីរិនច័ន្ទរិទ្ធធ្វើការកែតម្រូវឬដកចេញនៅព័ត៌មានមិនពិតនោះជាបន្ទាន់ក្នុងករណីដែលម្ចាស់គណនីមិនព្រមកែតម្រូវតាមការណែនាំមន្ត្រីនឹងអនុវត្តនីតិវិធីផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត 3. លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនឆមាសទី1ឆ្នាំ2026ឃ្លាតឱកាសក្នុងឱកាសនេះមន្ត្រីបានបង្ហាញពីលទ្ធផលការងារជាវិជ្ជមានក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងរយៈពេល6ខែដើមឆ្នាំរួមមាន
បង្ក្រាបបាន 5,714 ករណីគាត់ខ្លួនជនសង្ស័យ 14,084 នាក់រឹបអូសគ្រឿងញៀនបានសរុបជាង 6 តោន 4. លេខទូរស័ព្ទសម្រាប់រាយការណ៍ព័ត៌មានឬបណ្ដឹង hotline មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនសូមអំពាវនាវដល់សាធារណជនឲ្យចូលរួមសហការផ្តល់ព័ត៌មានសម្ងាត់ឬដាក់ពាក្យបណ្ដឹងទាក់ទងនឹងបទល្មើសគ្រឿងញៀនឬភាពមិនប្រក្រតីរបស់មន្ត្រីអនុវត្តច្បាប់តាមរយៈលេខទូរស័ព្ទដូចខាងក្រោម 093 546 888 ប្រព័ន្ធស្មាត 011 248 888 ប្រព័ន្ធសាខាត 015 222 226 ប្រព័ន្ធស្មាត 066 661 661 ប្រព័ន្ធមាត់ហ្វូន និងលេខ 607 ប្រព័ន្ធសាខាតអាចហៅចូលដោយឥតគិតថ្លៃ ឧបត្ថម្ភដោយលីមេងលក់កុំព្យូទ័រទីតាំងភ្នំពេញសំណង់ 12 ផ្លូវលេខ 261 កែងនឹងផ្លូវលេខ 192 លេខទូរស័ព្ទ 098 099 016 64 67 64 អត្ថបទនិងវីដេអូនេះផលិតដោយអង្គភាពសារព័ត៌មានមួយរៀល